បងយើងចូលដល់សុភាសិត10.2យើងបាទដែលយើងនៅតែផ្ដោតទៅលើធានហោលន់ជួយដែរបាទថាតើធានហោលន់ជួយនេះវាមានន័យយ៉ាងដូចម៉េចទៅបាទ这个推销员បាទអ្នកលក់ម្នាក់នេះបាទ这个推销员អ្នកលក់ម្នាក់នេះ把产品យកផលិតផលហ្នឹងបាទសួរតែធានហោលន់ជួយបាទនិយាយបានយ៉ាងធានហោលន់ជួយបាទនេះថានិយាយឲ្យគេស្ដាប់បាក់ស្លឹកជាបាទអញ្ចឹងយើងមើលបាទគ្រូជោគជ័យបាទគ្រូទាយបាទនិយាយមកគឺអេមហ្មងបាទយើងស្ដាប់ទៅយើងនៅកន្លែងណាទៅផ្ចាញ់ទៅសួរអីគឺយើងពិបាកមែនតើបាទទាំងអ្នកទីផ្សារអ្នកអីហ្នឹងបាទអ្នកខ្លះគឺពូកែនិយាយហ្មងបាទនិយាយឲ្យគេជឿបាក់ស្លឹកជាតែលទ្ធផលមិនបាទអាហ្នឹងហើយគេហៅថាសួរតែធានហោលន់ជួយបាទនិយាយឲ្យគេស្ដាប់ហ្នឹងឡាបាក់ស្លឹកជាហ្មងគេជឿហ្មងហើយបើគេមិនជឿអត់ដឹងមានអីសួរតបវិញទេបាទព្រោះនិយាយមានគ្លៀមានក្លងមានហេតុផលអីតាមទៅបាទគឺបែបពួកអ្នកទីផ្សារបាទតាន់其实បាទប៉ុន្តែតាមការពិតទៅ根本បាទ根本没有មិនមានតតែសោះបាទថាសួរទៅណាមកហៅបាទប៉ុន្តែតាមការពិតទៅមិនមានអ្វីដូចដែលគាត់និយាយនោះទេ这个推销员把产品说的天花乱坠但其实根本没有他说的那么好